ព្រះគម្ពីរសុភាសិតចំពុកទី22នាមឈ្មោះល្អនោះគួររើសយកជាជាងទ្រព្យសម្បត្តិយ៉ាងច្រើនហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់និងមាសផងពួកអ្នកមាននិងពួកអ្នកក្រតែងតែប្រទះគ្នាគឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នាមនុស្សដែលមានគំនិតឆ្លៀវឆ្លាតគេឃើញសេចក្តីអាក្រក់មកក៏ពួនខ្លួនទៅតែមនុស្សខ្លាចល្ងង់គេចេះតែដើរទៅហើយត្រូវមានទុក្ខផលនៃសេចក្តីសុភាពនិងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះគឺជាទ្រព្យសម្បត្តិកិត្តិស័ព្ទនិងជីវិតនៅក្នុងផ្លូវរបស់មនុស្សវាចនោះមានសុទ្ធតែបន្លាហើយនឹងអន្ទាក់អ្នកដែលរក្សាព្រលឹងខ្លួននឹងជាឆ្ងាយពីនោះចេញចូលបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដល់រាបដល់ចាស់មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រហើយអ្នកណាដែលខ្ចីគេជាបាបម្រើដល់អ្នកដែលឲ្យខ្ចីនោះអ្នកណាដែលសាព្រោះសេចក្តីទុច្ចរិតនោះនឹងច្រូតបានសេចក្តីទុក្ខព្រួយហើយដំបងនៃសេចក្តីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅអ្នកណាដែលមើលគេដោយចិត្តល្អនោះនឹងបានពរត្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទល់ក្រជលបណ្ដេញមនុស្សដែលចំអកមើលងាយនោះសេចក្តីទាស់តែងគ្នានឹងបាត់ទៅសេចក្តីឆ្លោះប្រកែកនិងសេចក្តីថ្មេះតេះដៀលនឹងស្ងប់ទៅដែរឯអ្នកណាដែលស្រឡាញ់សេចក្តីបរិសុទ្ធខាងចិត្តហើយមានបបោមាត់ប្រកបដោយគុណដ៏ល្អនោះស្ដេចនឹងបានជាមិត្តសម្លាញ់របស់អ្នកនោះព្រះនេតនៃព្រះយេហូវ៉ារក្សាទុកនៅតម្រេះតែទ្រង់បំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់វិញមនុស្សខ្ជិលច្រអូសគេថាមានសឹងមួយនៅខាងក្រៅហើយបើខ្ញុំចេញទៅនោះវានឹងសម្លាប់ខ្ញុំនៅនាកណ្ដាលផ្លូវមាត់របស់ស្រីដតីជារណ្ដៅយ៉ាងជ្រៅអ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ានឹងធ្លាក់ទៅក្នុងរណ្ដៅនោះសេចក្តីចំគួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេងប៉ុន្តែរំពាត់វីផ្ចាលនឹងបណ្ដេញសេចក្តីនោះឲ្យបាត់ចេញបានអ្នកដែលសង្កត់សង្កិនមនុស្សទល់ក្រដើម្បីនឹងចម្រើនទ្រព្យសម្បត្តិខ្លួនឡើងហើយអ្នកណាដែលជូនជំនូនដល់អ្នកមាននោះនឹងត្រូវត្រឡប់ជាខ្វះខាតវិញជួបទៀងត្រចៀកស្ដាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញាហើយផ្ចង់ចិត្តចំពោះដំណេះរបស់អញចោះត្បិតបើឯងរក្សាទុកសេចក្តីនោះនៅក្នុងខ្លួននោះសប្បាយហើយគឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបោមាត់ឯងអញបានសម្ដែងឲ្យឯងដឹងសេចក្តីនោះនៅថ្ងៃនេះហើយដើម្បីឲ្យបានទុកចិត្តដល់ព្រះយេហូវ៉ាអញបានកំណត់ទុកសេចក្តីវិសេសសម្រាប់ឯងគឺជាសេចក្តីទូមានហើយនឹងដំណេះមិនមែនឬប្រយោជន៍ឲ្យឯងបានដឹងថាពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកចិត្តជាស្រេចហើយដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះត្រឡប់ទៅជូនពួកអ្នកដែលចាត់ឯងមកកុំឲ្យកោងយោងរបស់មនុស្សអាក្រក់ដោយព្រោះតែគេក្រឡើយក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរត្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរកុំឲ្យចងជាមិត្តនឹងមនុស្សណាដែលអាសាខឹងឡើយក៏កុំឲ្យភពប្រសពនឹងមនុស្សមួម៉ៅដែរក្រែងឯងទម្លាប់តាមអំពើរបស់គេហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯងកុំឲ្យឯងចូលក្នុងពួកអ្នកដែលចាប់ដៃគ្នាឬជាមួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយបើឯងគ្មានអ្វីនឹងសងគេនោះចង់ឲ្យគេមកកន្ត្រាក់យកក្រែពីក្រោមឯងទៅធ្វើអីកុំឲ្យបន្ថយគោលចារឹកដែលពួកឯយកោឯងបោះទុកពីបុរាណឡើយឯងដែលបានឃើញមនុស្សខ្នះខ្នែងក្នុងការរកស៊ីរបស់ខ្លួនឬអ្នកនោះនឹងបានឈរនៅចំពោះស្ដេចមិនត្រូវឈរនៅចំពោះមនុស្សដែលឥតបណ្ដាស័ក្តិឡើយព្រះគម្ពីរសុភាសិតចំពុកទី23កាលណាឯងអង្គុយបរិភោគភោជនីយអាហារជាមួយនឹងអ្នកគ្រប់គ្រងនោះត្រូវឲ្យឯងពិចារណាដល់អ្នកដែលអង្គុយនៅខាងមុខឯងចោះបើឯងជាមនុស្សល្មោបខ្លាំងនោះចូលផ្កាប់កំបិតនៅបំពង់កឯងទៅកុំឲ្យលោភចង់បានឲ្យជារស់របស់គេឡើយត្បិតជារបស់បញ្ឆោតទេកុំឲ្យនឿយហត់ដល់ខ្លួនដើម្បីឲ្យបានជាអ្នកមានឡើយកុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរតែចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យឬត្បិតទ្រព្យសម្បត្តិតែងតែដោះស្លាប់ជាមិនខានក៏នឹងហើរទៅលើមេឃបែបដូចជាឥន្ទ្រីកុំឲ្យបរិភោគភោជនីយអាហាររបស់មនុស្សដែលមានភ្នែកអាក្រក់ឡើយក៏កុំឲ្យប្រាថ្នាចង់បានអាហារមានឲ្យជារស់របស់គេដែរត្បិតគេគិតក្នុងចិត្តយ៉ាងណាគេក៏យ៉ាងនោះដែរគេអញ្ជើញឯងថាពិសាចចោះតែចិត្តគេ
មិនមូលនៅជាមួយនឹងឯងទេអាហារដែលឯងបរិភោគចូលទៅនោះនឹងក្អួតមកវិញហើយនឹងបាត់ពាក្យសម្ដីផ្អែមល្ហែមរបស់ឯងទៅកុំឲ្យនិយាយឲ្យមនុស្សល្ងេល្ងើស្ដាប់ឡើយត្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសម្ដីឯងកុំឲ្យបន្ថយគោលចរិតពីបុរាណឡើយក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរត្បិតអ្នកដែលលួសគេនោះមានកម្លាំងខ្លាំងក៏នឹងកាន់ក្តីគេទាល់នឹងឯងដែរជលផ្ចង់ចិត្តឯងចំពោះសេចក្តីព្រាមប្រដៅហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយតម្រេះចោះកុំឲ្យខាននឹងវាប្រដៅកូនឡើយត្បិតបើវាយនឹងរំពាត់គង់តែមិនស្លាប់ដែរគឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះហើយយ៉ាងនោះនឹងជួយប្រលឹងវាឲ្យរួចពីស្ថានឃុំប្រលឹងមនុស្សស្លាប់កូនអើយបើចិត្តឯងប្រកបដោយប្រាជ្ញានោះចិត្តអញនឹងមានសេចក្តីអំណរគឺចិត្តរបស់ឪពុកនេះឯងចិត្តថ្លើមអញនឹងរីករាយឡើងក្នុងការដែលបបោលមាត់ឯងពោលសេចក្តីដែលត្រឹមត្រូវកុំបើកឲ្យចិត្តច្រណែននឹងមនុស្សមានបាបឡើយចូលឲ្យឯងប្រកបដោយសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃត្បិតនឹងមានរង្វាន់ជាមិនខានហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនកាត់បង់ឡើយកូនអើយចូលប្រុងស្ដាប់ហើយមានប្រាជ្ញាចុះត្រូវឲ្យតម្រង់ចិត្តទៅតាមផ្លូវកុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកស្រាឬពួកល្មមស៊ីឡើយត្បិតមនុស្សប្រមឹកនិងមនុស្សល្មមនឹងទៅជាក្រហើយសេចក្តីងុយងោកនឹងនាំឲ្យស្លៀកពាក់កណ្ដោចចូលស្ដាប់តាមឪពុកដែលបង្កើតឯងមកហើយកុំឲ្យមើលងាយម្ដាយឯងក្នុងការដែលគាត់ចាស់ឡើយចូលទិញសេចក្តីពិតចុះកុំឲ្យលក់ចេញឡើយទាំងប្រាជ្ញាសេចក្តីដំបូលមាននិងយោបល់ផងឪពុកនៃមនុស្សសុចរិតនឹងមានចិត្តរីករាយយ៉ាងខ្លាំងហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញានោះនឹងមានសេចក្តីអំណរដោយសារកូននោះដូច្នេះចូលបើកឱកាសឲ្យឪពុកម្ដាយឯងបានរីករាយចុះហើយឲ្យអ្នកដែលសម្រាលឯងមកនោះមានចិត្តសប្បាយផងកូនអើយចូលប្រគល់ចិត្តឯងមកអញចុះហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរត្បិតស្រីសំផឹងជារណ្ដៅយ៉ាងជ្រៅហើយស្រីដតីជារំលងដល់ចង្អៀតគេលបចាំដូចជាចៅហើយក៏ចម្រើនអ្នកក្បត់នៅក្នុងពួកមនុស្សលោកតើអ្នកណាមានសេចក្តីពិបាកចិត្តតើអ្នកណាកើតទុក្ខព្រួយតើអ្នកណាមានសេចក្តីទាស់ទែងគ្នាតើអ្នកណាត្អូញត្អែតើអ្នកណាត្រូវរបួសឥតហេតុតើអ្នកណាមានភ្នែកក្រហមគឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរជាពួកអ្នកដែលស្វែងរកស្រាលាយនោះឯងកុំឲ្យមើលស្រាទំពាំងបាយជូរក្នុងកាលដែលមានពណ៌ក្រហមគឺក្នុងកាលដែលព្រួយពពុះនៅក្នុងកែវហើយហូរចោះទៅដោយស្រួលនោះឡើយត្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញហើយអុចដូចជាពស់ហានុមានផងភ្នែកឯងនឹងឃើញស្រីដតីហើយចិត្តឯងនឹងពោលសេចក្តីខូចអាក្រក់ដែរឯងនឹងបានដូចជាមនុស្សដែលដេកនៅកណ្ដាលសមុទ្រឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោងឯងនឹងថាគេបានវាយអញតែអញមិនបានឈឺសោះគេបានសំពងអញតែអញមិនដឹងទេតើអញនឹងភ្ញាក់ឡើងវិញដល់កាលណាណអញនឹងទៅរកផឹកទៀតព្រះគម្ពីរសុភាសិតចំពុកទី24កុំឲ្យមានចិត្តច្រណែននឹងមនុស្សអាក្រក់សោះឡើយក៏កុំឲ្យចង់ទៅរួមនឹងគេដែរត្បិតចិត្តគេគិតគូរតែការសង្កត់សង្កិនទទេហើយបបោលមាត់គេពោលតែសេចក្តីប្រទុះសារាយការដែលសង់ផ្ទះឡើងបាននោះក៏ដោយសារប្រាជ្ញាហើយគឺដោយសារយោបល់ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួនហើយដោយសារតម្រេះនោះបន្ទប់ទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេសជារបស់ដែលគប់ចិត្តមនុស្សមានប្រាជ្ញាក៏មានកម្លាំងច្រើនមនុស្សដែលមានតម្រេះក៏ចម្រើនអំណាចខ្លួនឡើងត្បិតដែលមានការជួយគំនិតដែលប្រកបដោយប្រាជ្ញានោះឯងនឹងអាចធ្វើសឹកសង្គ្រាមបានហើយដោយមានអ្នកប្រឹក្សាជាច្រើននោះទើបបានជ័យជំនះប្រាជ្ញាជារបស់ខ្ពស់ហួសល្បត់មនុស្សល្ងីល្ងើគេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយអ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់នោះនឹងបានឈ្មោះថាជាមនុស្សកោងកាចគំនិតគិតពីសេចក្តីចំគួតនោះជាអំពើបាបហើយអ្នកដែលចំអកមើលងាយក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយបើឯងអន់ថយក្នុងថ្ងៃលំបាកនោះឈ្មោះថាឯងមានកម្លាំងតិចទេចូលជួយសង្គ្រោះពួកអ្នកដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ហើយរាំងរាពួកអ្នកដែលកំពុងតែនៅឯទីសម្លាប់ចោះបើឯងថាមើលយើងមិនបានដឹងទេឯព្រះដែលទ្រង់ថ្លឹងមើលចិត្តតើទ្រង់មិនពិចារណាឃើញហើយដែលទ្រង់ថែរក្សាព្រលឹងឯង
តើមិនជ្រាបទេឬតើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអីកូនអើយចូលបរិភពទឹកឃ្មុំចុះត្បិតជារបស់ឆ្ងាញ់ហើយសំណុំឃ្មុំដែលមានរសផ្អែមដល់មាត់ឯងផងគឺយ៉ាងនោះដែលឯងនឹងដឹងថាប្រាជ្ញាដ៏ល្អដល់ព្រលឹងឯងដែរបើឯងរកប្រាជ្ញានោះឃើញនោះនឹងបាននឹងវ័នហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនត្រូវកាត់បងឡើយណែមនុស្សអាក្រក់អើយកុំឲ្យលុបចាំប្រទោសនឹងលំនៅរបស់មនុស្សសុចរិតឡើយកុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះត្បិតមនុស្សសុចរិតទោះបើគេដួលដល់7ដងក៏ដោយគង់តែនឹងក្រោកឡើងវិញបានតែមនុស្សអាក្រក់ត្រូវទម្លាក់ទៅក្នុងសេចក្តីអន្តរាយវិញកុំឲ្យមានចិត្តរីករាយក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយក៏កុំឲ្យមានចិត្តសប្បាយក្នុងកាលដែលគេត្រូវទម្លាក់ទៅដែរក្រែងព្រះយេហូវ៉ាទ្រង់ទតឃើញហើយការនោះមិនគប់ដល់ព្រះハរតីរួចទ្រង់បង្វែរសេចក្តីក្រោធចេញពីអ្នកនោះវិញកុំឲ្យក្តៅចិត្តដោយព្រោះមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរត្បិតនឹងគ្មានរង្វាន់ណាឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយហើយចង្គៀងរបស់មនុស្សកោងកាចនឹងត្រូវរលត់ទៅកូនអើយចូលកោតខ្លាចដល់ព្រះយេហូវ៉ាហើយដល់ស្ដេចផងកុំឲ្យឯងសែបគប់នឹងមនុស្សដែលតែងតែសាវាឡើយត្បិតសេចក្តីអន្តរាយនឹងលោមកលើគេភ្លាមតើអ្នកណានឹងអាចស្គាល់ការវិនិច្ឆ័យដែលមកពីព្រះនឹងស្ដេចនោះបានសេចក្តីទាំងនេះគឺជាពាក្យពោលទុករបស់ពួកអ្នកប្រាជ្ញដែរគឺថាការដែលយកយល់ខាងអ្នកណាក្នុងរឿងក្តីនោះមិនល្អទេអ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថាឯងសុចរិតទេនោះបណ្ដាជននឹងប្រតិចផ្ដាសាដល់អ្នកនោះហើយអស់ទាំងសះនឹងស្អប់ខ្ពើមអ្នកនោះដែរតែឯអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញគេនឹងពេញចិត្តចំពោះអ្នកនោះអ្នកណាដែលតបឆ្លើយដោយពាក្យត្រឹមត្រូវនោះគេនឹងថើបអ្នកនោះដោយបបោមាត់ចូលត្រៀមការឯងនៅខាងក្រៅចុះហើយរៀបចំសម្រាប់ខ្លួននៅឯវាលជាមុនសិនទើបសង់ផ្ទះឯងឡើងជាក្រោយកុំឲ្យធ្វើបន្ទាល់ទោសនឹងអ្នកជិតខាងដោយឥតហេតុឡើយក៏កុំឲ្យបញ្ឆោតដោយបបោមាត់ឯងដែរកុំឲ្យពោលដូច្នេះឡើយថាអញនឹងប្រព្រឹត្តដល់គេដូចជាគេបានប្រព្រឹត្តដល់អញដែរអញនឹងសងដល់អ្នកនោះតាមការដែលគេបានប្រព្រឹត្តរួចហើយយើងបានដើរក្បែរចំការរបស់មនុស្សខ្ជិលច្រអូសហើយក្បែរដំណាំទំពាំងបាយជូររបស់មនុស្សដែលឥតមានប្រាជ្ញានោះឃើញថាមានបន្លាដោះគ្របពេញហើយដីនោះដេកដាស់ទៅដោយព្រៃទ្រុបទ្រុលឯកំផែងថ្មក៏រលំដែរនោះយើងបានរំពឹងមើលហើយពិចារណាដោយល្អិតក៏យល់ឃើញហើយទទួលសេចក្តីបង្រៀនថាដេកបន្តិចងូកបន្តិចអោបដៃនឹងដេកបន្តិចយ៉ាងនោះសេចក្តីកំសត់ទុរគតរបស់ឯងនឹងលោមកដល់ដូចជាចៅប្លន់ព្រមទាំងសេចក្តីខ្វះខាតដូចជាមនុស្សកាន់គ្រឿងអាវុធផង